ជំរាបសួរក៏ដូចជាសូមស្វាគមន៍សម្រាប់អ្នកចង់ដឹងទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹង admin ចង់ដឹងម្ដងទៀតហើយនៅភាគ2ដោយសាររឿងថ្ងៃនេះក៏សាហាវមិនណយដែរអ្នកទាំងអស់គ្នាមុននឹងចូលដល់សាច់រឿង admin ក៏សូមអរគុណទៅដល់អ្នក subscribe អ្នកជួយ like អ្នកជួយ support admin នេះអញ្ចឹងណាអញ្ចឹងបើសិនជាប្រិយមិត្តទាំងអស់គ្នាមានសាច់រឿងចង់ admin លើកយកមកនិយាយប្រិយមិត្តទាំងអស់គ្នាអាចឆាតទៅ Telegram របស់ admin ដែលបានតម្លាក់ link នៅខាងក្រោមក្នុង comment ឬក៏នៅក្នុង description អីចឹងណាហើយសាច់រឿងនេះបានកើតឡើងទៅលើបងមួយក្រុមដែលគាត់បានចូលទៅបោះតង់នៅក្នុងតំបន់ភ្នំរមណីយដ្ឋាននៅក្នុងព្រៃអីចឹងណានៅថ្ងៃឆ្លងឆ្នាំផងដែរអញ្ចឹងណាចង់ដឹងដំណើរសាច់រឿងយ៉ាងណាយើងចូលជ្រៅទាំងអស់គ្នាដោយសាច់រឿងនេះ admin ទទួលបានពីបងម៉ៅដែលបច្ចុប្បន្នបងម៉ៅគាត់រស់នៅទីក្រុងភ្នំពេញដែលគាត់ជានិស្សិតឆ្នាំទី3ដោយសប្តាហ៍ថ្ងៃហ្នឹងបងម៉ៅគាត់ពេលព្រឹកគាត់រៀនហើយពេលថ្ងៃក៏គាត់ធ្វើការរហូតដល់ល្ងាចអីចឹងទៅអូខេយើងដឹងពីបងម៉ៅប៉ុណ្ណឹងសិនបានចឹងយើងចូលដល់សាច់រឿងស៊ីជម្រៅហ្មងណាបងម៉ៅគាត់បាននិយាយថាដល់នៅថ្ងៃមួយហ្នឹងបន្ទាប់ពីគាត់ចេញពីរៀនពេលហ្នឹងគាត់កំពុងតែរៀបចំខ្លួនដើម្បីទៅធ្វើការអីចឹងណាស្រាប់តែមានមិត្តភក្តិគាត់ម្នាក់ដែលជាមិត្តភក្តិតាំងពីរៀនវិទ្យាល័យជាមួយគ្នាបានខលមកគាត់តាមឆាតដែលពួកគាត់សុទ្ធតែជាមិត្តភក្តិជិតស្និទ្ធណាដែលរៀនមួយគ្នាតាំងពីវិទ្យាល័យដល់ចប់ទី12អីទៅហើយនៅពេលដែលចូលដល់សាកលវិទ្យាល័យបានពួកគាត់បែកគ្នារៀនតាមជំនាញរៀងខ្លួនអីចឹងណាចឹងថ្ងៃហ្នឹងគាត់ឆ្ងល់ខ្លាំងមែនតើហេតុអីក៏ពួកម៉ាក់គាត់ខលមកអីចឹងណាបន្ទាប់មកក៏បានលើកទូរស័ព្ទទៅសួរសុខទុក្ខគ្នាបានតិចហើយក៏បានចូលដល់សាច់រឿងរបស់គាត់ដែលពួកម៉ាក់គាត់ណាមានគម្រោងប្របួរមិត្តភក្តិជុំគ្នាស្និទ្ធស្នាលទាំង5នាក់ទៅបោះតង់បងម៉ែស្ដាប់ឮដំបូងក៏រៀង surprise ដែរហ្នឹងណាហើយបោះតង់ចំថ្ងៃណាគឺថ្ងៃឆ្លងឆ្នាំទៀតបន្ទាប់ពីដឹងសាច់រឿងហើយបងម្នាក់ដែលបានខលមកក៏ណាត់បងម៉ៅជាមួយនឹងអ្នកដែលបានទៅបោះតង់ជុំគ្នាហ្នឹងទៅជួបគ្នានៅហាងកាហ្វេដើម្បីសួររៀបចំ plan រៀបចំគម្រោងនិយាយទៅនិយាយពីគម្រោងនៃការទៅបោះតង់តែម្ដងហើយនឹងអ្នកទៅផ្សេងទៀតទាំងអស់5នាក់ដើម្បី confirm ថាទៅទាំងអស់គ្នាអញ្ចឹងណាហើយនៅពេលហ្នឹងបងម៉ៅក៏គាត់បានដឹងដែរថាណាគេត្រូវទៅខ្លះអ្នកណាគេអាចបានទៅបន្ទាប់មកថ្ងៃស្អែកហ្នឹងព្រឹកឡើងបងម៉ៅរៀនទេអញ្ចឹងក៏បានពេលហ្នឹងដើម្បីទៅជួបគ្នានៅហាងកាហ្វេនៅពេលដែលទៅដល់ហ្នឹងគឺបងម៉ៅទៅក្រោយគេដែលនៅទីនោះមានដូចជាបងវុតដែលជាអ្នកខហៅបងរុនបងទុំនិងបងសៀបបន្ទាប់មកពួកគាត់ក៏បានសំណេះសំណាលគ្នានិយាយថាត្រូវទៅពេលណាម៉ោងណាហើយថ្ងៃណានិយាយទៅនិយាយពី plan និយាយពីគម្រោងដែលត្រូវទៅតែម្ដងបន្ទាប់ពីនិយាយគ្នាហើយពួកគាត់ទៅតែមួយថ្ងៃទេគឺថ្ងៃទី31ដើម្បីឆ្លងឆ្នាំ countdown នៅកន្លែងបោះតង់ហ្នឹងអញ្ចឹងណាហើយស្អែកឡើងពួកគាត់ក៏ត្រឡប់មកវិញអីចឹងទៅបន្ទាប់ពីនិយាយគ្នាហើយអស់ហើយ confirm ហើយរៀងខ្លួនហើយថាបានទៅឬក៏អីចឹងអស់ហើយពួកគាត់ក៏បែកគ្នាទៅផ្ទះរៀងខ្លួនទៅដើម្បីរងចាំទៅដល់ថ្ងៃទៅតែម្ដងហើយចែកដល់ល្អទៀតថ្ងៃដែលគាត់ទៅគឺសាលាគាត់រៀនទេហើយរីឯកន្លែងធ្វើការគាត់ក៏បានដាក់ច្បាប់មួយថ្ងៃចឹងទៅមិនមួយថ្ងៃអ្នកគ្នា2ថ្ងៃព្រោះថាយូរបានដើរលេងមួយពុកម៉ែម្ដងហើយនិយាយទៅពួកគាត់នៅតែរាប់អានគ្នាធម្មតាគាត់ថាយើងរៀនជំនាញផ្សេងគ្នាឬក៏អីផ្សេងគ្នាទៅអត់សូវបានឆាតបានអីទេប៉ុន្តែពួកគាត់នៅតែជាពួកម៉ាក់ចឹងទៅចឹងម្លងបាន2ថ្ងៃមកក៏ដល់ថ្ងៃទី31ដែលពួកគាត់ត្រូវចេញដំណើរទៅតាំងពីព្រឹកហ្នឹងណាបើសុំទោសអ្នកគ្នាខ្ញុំនិយាយម្លងកន្លែងមួយដែលកន្លែងដែលគាត់ទៅហ្នឹងជាកន្លែងដែលបោះតង់ល្បីដែលមិនឆ្ងាយពីក្រុងប្រហែលទេមានព្រៃមានភ្នំអីចឹងណាហើយគាត់ក៏បានបញ្ជាក់ច្បាស់ថានៅកន្លែងណាដែរហើយបងម៉ៅប្រាប់ថាមុនគាត់ចេញទៅមួយយប់ហ្នឹងគាត់គេអត់ចង់លក់ទេដូចតែយើងដែរហ្នឹងស្អែកឡើងបានដើរលេងយប់ហ្នឹងនឹងតែគេឲ្យលក់ហ្មងចឹងដោយសារតែយប់មិនងាយចូលគេញ៉ាព្រឹកឡើងគាត់ងើបចង់លេតដែលបានណាត់គ្នាថាវល់កក់ហ្នឹងមក6ព្រឹកប៉ុន្តែគាត់ងើបមកឥឡូវម៉ោង 5:20 បាត់ទៅហើយប៉ុន្តែអាហ្នឹងមិនមែនជាបញ្ហាសម្រាប់គាត់ទេដោយសារតែបងម៉ៅគាត់បានធៀមអីវ៉ាន់ហើយតាំងពីយប់ហើយកន្លែងដែលគាត់ណាត់ជួបគ្នានៅការ៉ាសាំងមួយហ្នឹងក៏នៅចិត្តផ្ទះគាត់ផងដែរហើយនៅពេលដែលគាត់សវេសវ៉ាទាញយកអីវ៉ាន់ទាញអីចេញរៀបចេញទៅហ្នឹងណាដៃគាត់ក៏បានទៅកវាសប៉ះចំអាដបទឹកត្រចៀកកម្មនៅគ្នាដបទឹកមាត់ត្រចៀកកម្មដែលគាត់ហូបពីយំហ្នឹងធ្លាក់បែកតែដោយសារតែគាត់បញ្ញាប់ផងអីផងគាត់មិនបានយកចិត្តទុកដាក់ជាមួយអាដបហ្នឹងឯងគាត់ក៏បបោះវាដាក់មកដុំហើយក៏គាត់ចេញដំណើរទៅចេញពីបន្ទប់ជួគាត់ណាអ្នកនរគ្នាបន្ទាប់មកគាត់ក៏បានទៅដល់ការ៉ាសាំងដែលណាត់គ្នាហ្នឹងគាត់ថាអូដឹងគាត់ទៅយឺតជាងគេដោយសារតែគាត់លេតងើបលេតដល់អ្នកនរគ្នាតែនៅពេលដែលគាត់ទៅដល់មានបងម្នាក់ទៀតដែលយឺតជាងគាត់ទៀតគឺបងសៀបហើយតម្រាំតែគាត់មកជុំគ្នាអីចឹងអ្នកគ្នារហូតទៅដល់ម៉ោង6កន្លះបានគាត់បានវិលកង់ចេញពីភ្នំពេញទៅចឹងទៅហើយបន្ទាប់មកគាត់ក៏បានជិះតាមផ្លូវឈៀលលេងចឹងអ្នកគ្នាអូខ្ញុំភ្លេចនិយាយទៀតដោយសារតែពួកគាត់ទាំង5នាក់នេះសុទ្ធតែលើកទី1ក្នុងការចេញទៅបោះតង់ដោយសារតែមានគម្រោងតែអត់ដែលបានសម្រេចទើបលើកនេះបានសម្រេចអីចឹងទៅធ្វើឲ្យការចេញ trip របស់គាត់លើកទី1ហ្នឹងក៏ឈៀលលេងចឹងទៅជិះអត់ប្រញាប់នឹងគ្នាជិះមួយមើលទេសភាពឃើញឡៃណាតំណងឈប់ឡៃហ្នឹងឬក៏អីចឹងណាហើយទម្រាំតែគាត់ទៅដល់គោលដៅដែលគាត់កំណត់ម៉ោង10បាត់នេះគ្នាចឹងពេលទៅដល់កន្លែងហ្នឹងគាត់មិនទៅរកកន្លែងបោះតង់គាត់ឈប់នៅកន្លែងតូបមួយដែលលក់ទឹកលក់ចំណីនៅចិត្តនឹងសិនចឹងណាគាត់ក៏បានចូលទិញទឹកទិញរបស់ប្រើប្រាស់ឬក៏ទិញរបស់ញ៉ាំទិញអីទុកសកួរយប់ហ្នឹងអីចឹងណាគ្នាពេលកំពុងតែទិញហ្នឹងក៏មានអ៊ំស្រីចំណាស់ម្នាក់បានមកសួរគាត់ថាពួកគាត់ហ្នឹងមកបោះតង់មែនចឹងទៅបងម៉ៅក៏បានតបថាបានហ្នឹងឯងអ៊ំពួកខ្ញុំមកបោះតង់អីចឹងណាលើកទី1អីរបស់ពួកខ្ញុំអីចឹងទៅតមកអ៊ំស្រីថាអូលើកទី1របស់ពួកក្មួយចឹងចូលព្រៃពួកក្មួយត្រូវប្រយ័ត្នពាក្យសម្ដីផងចឹងណាគ្នាបានថាឲ្យចេះប្រយ័ត្នមុខប្រយ័ត្នកុំចេះតែនិយាយផ្ដេសផ្ដាស់អីចឹងណាគ្នាក្នុងព្រៃក្នុងតំបន់ព្រៃអីចឹង
Bài tha quạt phèo ở dương bây giờ như chẳng từ tóm móc bằng máy có ban slide bát vô prom tam ông sấy ấy chẳng á còn tay miền ấy đằng kia bằng xiếp á đỏ ông sấy đai trên tập pot xếp tầm bằng xiếp lên mà mặt trên mau này đang gì thế mày có thể ngồi bài máy đi khai máu chứ con gì chẳng đang kia đã lấy con cái bông tại chất châu không phải có thể phải đang chụp phải tới sự cho men cái lại mình ngay tê con bàn tay đang chụp phải chụp núm hay bằng xiếp con vậy chẳng đang kia đo lưới chẳng tới bằng máy top ha mấy vậy gì ấy chẳng á top đi bằng máy thao bằng xiếp hay con còn lấy mọt ấy chẳng tới hay phụ quát có to tầm nào từ rồi lại bắt tăng ấy cháu này để sao phụ quát trong ban là bị fresh thom mà chia đây chẳng từ ôi nhưng clip phép đi dẹp để phụ quát bắt tăng á pe nâng từ trong trang pipon đầm bấy sai lắng trong trang pipon đầm bốn này nào kia ok và to sai dường như mình đợi pe nâng có cả ban từ rồi lại bắt tăng ấy chẳng á từ bốn lá có khơi cả lại môi từ nón này miên kia miên ai nơi chất nâng ấy chẳng á hay pe nâng mau tiên này kia bằng ship con vậy tha ngó ba bọc bắt tăng từ đáy một nơi chất kia từ đáy mà bắt tăng thứ ấy từ pe vậy chẳng máu miên mặt phẹ quát cất được khi đây tha men ta ấy chẳng rồi sao thì mà rồi cái lại thông một chiết chẳng mà mình nơi chết kia tại đấy bây ở sập mài ấy chẳng nữa kia hai bên nó một máy của con cất chân tịch này hai bên topi bằng sim gì chẳng tới còn mình một tệp hiện chán từ đôi con này chẳng cũng qua có sự chất đá từ ngay ở poppy kia tia từ rồi cái lại nè đây cheers ngặt poppy nè là tây chẳng nữa kia và topi đa ban mà tu móc có khơi cái lại mùi lại nó từ nó mà rồi để mình đây bia trong cái này mà hai mình smile đó chung quanh mình làm chơi mình ấy chẳng gì tới từ nó bóc tăng mà lại nè một topi hộ cả lại bóc tăng ban hay phụ qua có chạy cái như thư nè từ thư ấy nè từ thư ấy hiệp trăm tăng hiệp trăm 12 hiệp trăm ấy chẳng á bây nước một máy quạt khang mà hộp ấy chẳng quạt bông hiệp một hộp hiệp ấy chẳng á xẹp từ lưới lên bằng ship hai tờ khani chẳng á hai tha ép quay mà mưa nè sẽ cái nè bây nước một máy đá tờ toàn khơi chậm là chữ ấy bàn tay khơi đôi chữ chơi hay mình smart đọc quạt trong wing room chật chẳng nào nè tờ quạt đá được chết tới khơi là biết được tôm chơi nào nè tôm chơi tui môi tỉ tay tôm nước mặn bạn chưa hay cha bục phơi hỏi miền tùng rong chỉ tôm bàn tay vì cha đây sao tờ vì man thiệt cọp một đầy chẳng tới hay smart đọc quạt ấy chẳng từ lại bên nó bằng ship nè khơi là sao tờ quạt man hồi ấy chẳng á nè tụi tao bị khơi chơi bằng ship có ban vậy tha ngó ba anh không mau làng trai bị kế nó miên nè mau 8 tiết tao bình vậy chẳng hay còn vậy bật 2 tiết nữa đừng còn vậy tham mày vậy có tha cái lấy đi cái lấy anh miên mau nhảy nhảy vui còn vậy trắng nào nè vậy lối nói đâu nè tao bị lư trắng bằng máu bằng quất bằng run bằng tung mấy nó kia mưa một kia hay nó kia mưa từ lưng ship á đó bằng ship mưa khơi kia mưa mau quạt trắng con mưa từ với hay con vậy tha quậy khai men có tha sầm máy đi hay nó mình không mình ấy mò bên nào bộ đấy cạ bên này chẳng có tha bụng mạ quát này nè hay can để con cặp bông này cả đám nung cả đám play nữa thì ọt vô thà con hiên mà rồi bằng máy có tha nó smart thà ship nó bị hiên đó thà á ôi chúng tôi ọt nó smart thà một ship nó hiên đó thà nó nè tao má bộ có cầm máy thì thôi cái hình luôn mình chẳng tới đờ ban chào làm pi ở tôm trang năng tiệt tỉ hay tao má bộ có còn nông kia chia nông kia ăn sạch nông kia hiệp tăng nông kia thư ấy sờ máy liền bóc tăng này chia lên chẳng hay bộ có cầm mẹ chạy bị cái này nè nhưng còn mình là bỏ ăn còn mình là bỏ khiếm còn mình là bỏ nhám ấy chứ na còn các bạn chill trong khi phật đi phật nu giấy lên sao hay mình lên guitar mình chiêng là sao ta bông mà nè con guitar tới cho nữa kìa chỉ tới bài chia bà nói nữa kìa ok cắt lon từ đó máu vùng bảy vùng bốn giúp phụ quan được phật nơi tờ lên nơi tờ bài chứ kìa học phụ quan này nó hết lẹt nè cho hay là sao ta tăng bị ngay cái bao là gì đo giúp á phụ có sợ tầm máy đó ô hay play vậy nữa kìa tăng còn bỏ bay chuồng mà ha bỏ trong bên phụ lương cho nó kìa hai bên nó đôi bằng máy quạt ở trên kênh pin nè hay tăng quạt hiện tối trên kế giống quạt mẹ chết hai kênh tăng môi nè anh ri ai bằng vuốt chỉ môi bằng rốn quạt kênh tăng môi pin nè hay bằng tốt kênh một bằng xia ấy trắng từ bây nó đại xa tay bằng máy quạt đặt môn trên kế hiện xưa quạt tục ở chó này quạt cả sông bộ mạng quạt cho từ kênh nó tăng môn trắng từ hai top pin nắng máu quạt đặt to lên đằng ấy tia này nè top pin quạt áo kênh pin bị máu nè sự vắng phía trên sẽ tắc nè nè chân quạt ngược máu quạt mà phát tắc không tăng quá là sai không tăng quạt mình tắc đài chứ nè và tập bị con phật ta cái con cà rụt mưa tăng cho nên thà phụ mạng con ăn chô kê nhau hả nơi tập bị là con rụt mưa tới cứ phụ mạng con chô kê nhau hai để nụ lớn nó so thì tích hệ bên mà đứa nên nặng tì chẳng hạn nè đập bị chẳng tới để sang con toàn xoang sủ bùa phóng con mẹ chật kinh và to thì từ đại môn nữa còn ngược nhằm tắc nó màu đọc chia là sang từ con bẹn nhẹ ca này chứ nên còn ngược máu mưa màu chẳng anh sẹp bị để con cà bông kinh sọc sọc nó con sẹp thì lưới sầm lấy những nè lên sầm đập chứ nữa đi lưới số tụp hai lưới chung quanh tăng có đang nè được biết đa tơ mau chẳng nên còn chập đam hiện bộc bùa thì rồi bàn tay có cật hang lại lục bộ mạng con mà lấy sói im một con đây trắng này còn toàn phay kháng thì bàn tay sầm lấy nên từ lưới tụp chung quanh tăng quạt trắng này tiếng đã ban tâm tích các bạn sầm lấy sầm lập chương nâng bình chân còn cật hang ô sập bộ mạng có đây và hai bộ mạng quạt mà lấy đi có bộ mạng con đa từ nấu mây trắng này trắng quạt có sầm nhẹ chật ha ở cây và to ấy trắng á quạt bật này hồ cây nhà liêu dẹp quạt mèo rắm tha miên cái ướt đấy nè ướt mưa bị lưới tóng nè đây do rắm tha nó bị những kính sẽ tầm mèo rắm
មានគេមកឈោមើលយើងឯងទោះយើងបិទភ្នែកក៏យើងមានអារម្មណ៍ថា feel ថាមានគេមកឈោមើលយើងគាត់មានអារម្មណ៍យ៉ាងដូចគ្នាហើយមិនតែមួយគ្នា3គាត់ថាមានដូចសម្មៅខ្មៅ3ចឹងគាត់មានអារម្មណ៍ថាអញ្ចឹងដើរទៅមកមើលមកលើតាំងគាត់ចឹងដូចរោមើលអីមួយចឹងហើយសម្លេងសម្រាប់ជិងក៏មកវិញដែរដល់អញ្ចឹងទៅគាត់ចាប់ផ្ដើមបុកពុំផ្សារទៀតអ្នកគ្នាប៉ុន្តែគាត់អត់ច្បាស់ថានឹងជាអីទេមកស្ទូក្រោយមកក៏បាត់ទាំងសម្លេងបាត់ទាំងសម្មៅបាត់ទាំងអារម្មណ៍ហ្នឹងណាដល់ពេលអញ្ចឹងទៅគាត់ចង់ដឹងថាហ្នឹងជាអីគេជាមនុស្សជាចោរជាពូម៉ាក់ឬក៏ជាអីរបស់ពួកគាត់អញ្ចឹងប្រម៉ៅក៏សម្រាប់ចិត្តថាងើបហ្នឹងងើបប៉ុន្តែមិនអត់តាមបើកតង់ទេព្រោះថានៅតង់គាត់មានអាចន្លោះឲ្យខ្យល់ចេញចូលគាត់សម្រាប់ចិត្តតាមហ្នឹងអ្នកគ្នាបន្ទាប់ពីគាត់តាមប្រឡោះហ្នឹងនឹងគាត់ឃើញអីអ្នកគ្នាគាត់មើលទៅលើតង់ពូម៉ាក់គាត់មានសម្មៅ3នឹងខ្ពស់ធំខ្លាំងមែនទែនហើយភ្នែកខំកំពុងដើរជុំវិញតង់ពូម៉ាក់គាត់ហ្នឹងហើយតង់ដែលសម្មៅកំពុងហ្នឹងគឺតង់របស់បង្វត់ហើយបង្រុនចុះឡើងមកសទុះស្រាប់បាត់ភឹបហ្មងបាត់ភឹបពីកន្លែងហ្នឹងដឹងទៅនៅណាអ្នកគ្នាទៅនៅតង់មួយទៀតតង់របស់បងសៀបជាមួយតង់របស់បងទុំអ្នកគ្នាវាធ្វើចឹងទៀតដោយវាបានដើរចុះដើរឡើងចុះឡើងចឹងគ្នាបងម៉ៅគាត់ចេះតែតាមមើលចឹងណាហើយពេលហ្នឹងគាត់អូយព្រឺសបោហើយពោះគាត់ក៏បុកខ្លាំងដែរគ្នាតែគាត់អត់ហ៊ានមាត់ទេស្រាប់ពេលហ្នឹងគ្នាគាត់កំពុងមើលសម្មៅ3ពងមើលតង់របស់បងទុំហើយបងសៀបស្រាប់មានសម្មៅមួយដែរគ្នាសម្មៅធំជាងអា3ហ្នឹងទៀតហើយក្បាលមានចុងកណ្ដាលពុកក្រហមមកពីលើតង់គាត់មើលមកចំគាត់ហ្មងដឹងថាគេដឹងថាគាត់លួចមើលគេបានគេមកឬក៏មិនអីគ្នាស្រាប់មកចុះគាត់ភ្ញាក់ប៉ុន្តែគាត់មានសកម្មភាពអីខ្លាំងទេគាត់យកដៃគប់មាត់ហើយមកសង្ងំគេវិញហើយយកភួយគ្របឡើងបាញ់ស្រាក់ហ្មងអ្នកគ្នាមើលបង្ហងគាត់ប្រាប់ថាមានសម្មៅ3ភ្នែកពុកក្រហមមិនឃើញតែសម្មៅភ្នែកក្រហមបើមួយទៀតសម្មៅរឿងធំជាង3នឹងទៀតមានភ្នែកក្រហមហើយមានកណ្ដាលចុងលើក្បាលទៀតខ្ញុំគិតថាសម្មៅដែលមានកណ្ដាលចុងលើក្បាលគាត់ជាមេរបស់3នាក់ហ្នឹងហើយគាត់ញ័រឲ្យអ្នកគ្នាញ័រដូចកូនសត្វចឹងហើយបុកពោះភពហើយបនកូនម៉ែកូនឪហើយពេលយើងពងភ័យហើយយើងគ្របភួយអូយបែកញើសចូលខ្លួនហ្មងប៉ុន្តែពេលហ្នឹងគាត់ដឹងថាពួកម៉ាក់របស់គាត់ហ្នឹងបានឃើញអីដូចគាត់ឃើញអត់ទេពេលហ្នឹងពួកគាត់អាឡ័យភ័យអ្នកគ្នាបន្ទាប់ពីគាត់សង្ងំបន្តិចមកស្រាប់បាត់សម្លេងអស់លេងសំបីសម្លេងចរិតមុននឹងឮសម្លេងចាបឬសម្លេងបាក់សៃអីក្នុងព្រៃមុននឹងឮទៅពេលឥឡូវស្កាត់ជ្រាបអស់ប្រហើយបីសម្លេងសម្លឹកជើងឬសម្លេងអីក៏អត់ឮដែរអ្នកគ្នាសារពេលហ្នឹងគាត់ភ័យមួយពួកម៉ាក់ខ្លាចលោកពួកម៉ាក់គាត់អីមិនចឹងគាត់សម្រេចចិត្តមើលម្ដងទៀតចឹងថាពួកវាទៅអស់នៅស្រាប់ម្ដងនៅគ្នាគាត់មើលឃើញសម្មៅ3ហ្នឹងហើយសម្មៅដែលមានចងក្បាលហ្នឹងអង្គុយហ្មងមានកៅអីអង្គុយទៀតណាអង្គុយបែរមកតង់របស់ពួកគាត់ភ្លាមហ្នឹងស្រាប់តែឮសម្លេងរូតតង់នេះឮសម្លេងរូតតង់តែមិនតង់របស់គាត់ទេគឺតង់របស់បង្សៀបនឹងបង្ទុំកំពុងគេអ្នកគ្នាឮសម្លេងរូតចឹងមកគាត់ក៏ងាកទៅតង់ហ្នឹងស្រាប់តែឃើញបង្សៀបដើរចេញមកហើយបង្សៀបដើរចេញមកអ្នកគ្នាគាត់មើលបង្សៀបអត់បើកភ្នែកទេតែដើរចេញមកហើយដើរហ្នឹងដើរសំដៅទៅរកសម្មៅហ្នឹងហ្មងពេលហ្នឹងម៉ៅគាត់កាន់តែភ័យទេដោយសារតែឃើញបង្សៀបដើរទៅរកគេទាំងបិទភ្នែកពេលដែលបង្សៀបដើរចិត្តទៅដល់មានសម្មៅ2មកចាប់ដៃគាត់ចាប់ដៃបង្សៀបហ្នឹងហើយមានសម្មៅមួយទៀតមកចាប់ក្បាលគាត់ហើយចាប់ហាមាត់គាត់ហាមាត់អ្នកគ្នាបន្តមកនឹងមកអ្នកគ្នាសម្មៅដែលមានធំជាងគេហ្នឹងហើយមានកណ្ដាលចងក្បាលយកដៃលូកចូលមាត់គាត់ហើយទាញណាត់បង្សៀបចេញមកក្រៅហ្មងគាត់ថាអូយពេលហ្នឹងចង់កាំងបេះដូងដល់ទាញចេញមកហើយស្រាប់តែដកកបិតចេញមកអ្នកគ្នាដកកបិតនឹងដកមកពីណាដកកបិតមកចង់យកមកអានដាច់ណាត់បង្សៀបមកអ្នកគ្នាបែរថាសម្មៅធំជាងគេទាញណាត់បង្សៀបចេញមកហើយចង់យកកបិតនឹងអានណាត់បង្សៀបប្រយលេងអានបានតែបន្តិចលេងដាច់ណាត់នឹងប៉ាត់គាត់ដាច់ភ្លាមអានឈាមបាញ់ទៀតខ្ចាយពេញនឹងមកអ្នកគ្នាក៏បាញ់ឈាមចឹងពួកសម្មៅក៏ប្រឡែងទៅឲ្យបង្សៀបពេលហ្នឹងគាត់វាមករត់តង់វិញអ្នកគ្នាហើយពេលបង្សៀបកំពុងវាសម្មៅដែលមានធំជាងគេអ្នកគ្នាមានធំហើយចង់ក្បាលហ្នឹងគាត់បាននិយាយថាហើយឆ្លើយណាស់ហើយមកទឹកដីអញហើយអត់គ្រប់អញទៀតអញយកឲ្យនៅជាមួយបានសម្មៅនិយាយចឹងអ្នកគ្នានៅពេលនិយាយចឹងហើយបងសៀបលួចមើលអ្នកគ្នាលេងលួចមើលសុកអាសម្មៅកូនចៅលួចភ្លឹបមកដល់ពីមុខគាត់អ្នកគ្នាហើយសម្មៅមួយមកមុខគាត់សម្មៅពីរទៀតទៅមុខតង់មកពុកម៉ាក់គាត់ផ្សេងទៀតអ្នកគ្នាទៅចឹងទៅគាត់លេងភ្ញាក់មកគាត់ស្រែកប្រយអ្នកគ្នាមិនស្រែកទៅគាត់ទេពុកម៉ាក់គាត់នៅតង់ផ្សេងទៀតក៏នាំគ្នាស្រែកដែរចឹងបានន័យថាអាមុននឹងសតជាយកសពរបស់ពួកគាត់ទេអ្នកគ្នាគឺចាប់ពីពេលដែលបងម៉ៅគាត់លួចមើលឃើញបងសៀបដើរចេញទៅក្រៅគេកាន់ណាតគេអីហ្នឹងសតជាយកសពទេខ្ញុំស្ដាប់មកចំណុចនេះខ្ញុំដូចអ្នកគ្នាដែរថាអូមិនក៏សាហាវយ៉ាងនេះបងសៀបនឹងចប់ហើយតែកំពិតទៅសយកសពអ្នកគ្នាចឹងបានន័យថាបងសៀបអាចនឹងអត់អីនៅពេលដែលគាត់ងើបភ្ញាក់មកណាម៉ោង5បាត់ហើយអ្នកគ្នាគាត់ងើបមកវិញបែកញើសហូរកក្លេកកក្លាក់ពេញខ្លួនហ្មងបែកដូងបុកភុបធួងញ័រទៀតហើយដល់គាត់លឺពូម៉ាក់គាត់ស្រែកផងអីផងគាត់ក៏រត់តង់ចេញមកដោយសារតែគាត់លឺពូម៉ាក់គាត់ស្រែកដែរចឹងអ្នកគ្នាគាត់ក៏រត់តង់ចេញមកចឹងទៅហើយពូម៉ាក់គាត់ផ្សេងៗក៏អ្នកគ្នារត់តង់ចេញមកដែរអ្នកគ្នាបងម៉ៅបងវុតបងរុនបងទុំអីអ្នកគ្នាចេញមកអង្គុយបដុំគ្នាអត់តង់សៀបអ្នកគ្នាបងសៀបអត់តន់ងើបទេហើយមុខម្នាក់ភ័យញ័រដូចគ្នាចឹងបន្ទាប់មកពួកគាត់ក៏អ្នកគ្នានិយាយថាជប់រឿងអីគេខ្លះចឹងណាហើយចុះឡើងអ្នកគ្នាដឹងមិនអត់គាត់យល់សពដូចគ្នាទាំង4នាក់បើថាយកសពឃើញលួចមើលបងសៀបដើរចេញមកហើយមានសកម្មភាពគេកាត់អណ្ដាតគេអីហ្នឹងឃើញសម្មៅខ្មៅឃើញអីទាំង4នាក់មកមិនថាគាត់យកសពក្នុងពេលតែមួយហើយភ្ញាក់មកវិញក្នុងពេលតែមួយទៀត
គាត់នងគ្នាជំនុំនិយាយបានប្រហែលកន្លះម៉ោងស្រាប់ឮសំឡេងមកសៀបស្រែកអ្នកគ្នាស្រាប់ជួយផងគេចង់យកអញទៅជួយផងចឹងណាដល់ចឹងទៅនងគ្នាងាកបែរមើលទៅតង់សៀបស្រាប់ឃើញសៀបរត់ចេញមកនឹងគ្នាទៅហេបទៅហប់រត់ដួលផងអីផងរត់មករកពួកគាត់អ្នកគ្នាដល់គាត់ឃើញចឹងក៏នងគ្នាទៅចាប់ជួយសម្រួលអារម្មណ៍ឲ្យចឹងណាឲ្យនៅស្ងៀមសិនអីចឹងណាយកទឹកយកអីផឹកអីចឹងទៅបន្ទាប់ពីចឹងហើយពួកគាត់ក៏នងគ្នារៀបចំអីវ៉ាន់រត់រះចេញមកវិញទាំងព្រលឹមនិងប្រយហើយតរំដែលពួកគាត់រៀបហើយម៉ោង6ជាងបាត់ហើយអ្នកគ្នាចឹងពួកគាត់ក៏បានជិះចុះមកវិញហ្នឹងមកដល់កន្លែងតូបអ៊ំស្រីអ្នកគ្នាក៏នងគ្នាចូលជប់ញ៉ាំអាហារពេលព្រឹកញ៉ាំទឹកញ៉ាំអីសិនមុនទៅចឹងគ្នាបន្ទាប់មកក៏ពួកគាត់នងគ្នាជំនុំម្ដងទៀតដល់ពេលនេះមានបងសៀបចូលរួមដែរអ្នកគ្នាហើយកំពុងនិយាយជំនុំគ្នាបងសៀបក៏បាននិយាយថាគាត់ក៏យកសពចឹងដែរប៉ុន្តែគាត់ជាតួអង្គមួយដែលដើរទៅពេលហ្នឹងគាត់ដឹងខ្លួនថាគាត់ដើរទៅប៉ុន្តែគាត់បញ្ជាខ្លួនឯងបានទេដល់គឺចាប់ដៃគាត់ចាប់ហែកមាត់ចាប់ទាញដណ្ដាញកាត់អីហ្នឹងគាត់ដឹងទាំងអស់ទទួលបានអារម្មណ៍ឈឺអីចឹងណាហើយគាត់វាគាត់អីមកសុទ្ធតែគាត់ដឹងខ្លួនទាំងអស់ហើយបងម៉ៅហើយបងផ្សេងទៀតដឹងត្រង់ថាបងសៀបវាហ្នឹងហើយក៏ភ្ញាក់មកប៉ុន្តែបងសៀបអត់តាន់ទេនៅពេលដែលគាត់ខំប្រឹងវាមកស្រាប់តែសមោខ្មៅដែលធំជាងគេយកដៃចាប់ជើងគាត់នេះចាប់កោជើងគាត់អូសមកក្រោយវិញទៀតគាត់វាទៅតិចអូសមកក្រោយវិញទៀតមិនថាគាត់វាទៅស្មៅនោះអូសមកគាត់វាទៅស្មៅនោះអូសមកហើយគាត់ឈឺពេញខ្លួនអញ្ចឹងនេះហើយដល់គាត់វាចុះវាឡើងស្រាប់តែដល់ស្មៅខ្មៅដល់ដកកបិតមួយប៉ុណ្ណាណៃមកនេះបងសៀបគាត់ប្រាប់អញ្ចឹងយកមកកាប់គាត់ពេលហ្នឹងកបិតចិត្តដល់គាត់ហើយដល់គាត់ភ័យពេកទៅគាត់ក៏បានស្រែកដល់ស្រែកទៅក៏បានភ្ញាក់ពីសុបិនហ្នឹងបានគាត់ភ័យរត់ចេញមករកបងពីព្រឹកហ្នឹងគ្នាហើយនេះប្រហែលជាមូលហេតុដែលបងសៀបងើបក្រោយគេដោយសារគាត់នៅស៊ីស៊ូពើធំអ្នកគ្នាលីមកបិតប៉ុណ្ណានៃចង់កាប់គាត់អីចឹងហើយមិនធំទៀតមិនបន្ទាប់ពីគាត់បានជំនុំគ្នាហើយអ៊ំស្រីបានលឺគាត់ក៏ដើរចូលមកអញ្ចឹងណាហើយគាត់ក៏សួរបញ្ជាក់ម្ដងទៀតថាមានរឿងអីកើតឡើងអញ្ចឹងពួកគាត់ក៏នោះនេះប្រាប់ថាគាត់បានឃើញអីបានទៅសពអីជុំគ្នាអញ្ចឹងណាគ្នាអ៊ំស្រីគាត់ថាហ្នឹងហើយបានអ៊ំប្រាប់ថាឲ្យប្រយ័ត្នមកប្រយ័ត្នកោព្រោះម្សិលមិញថ្ងៃសិលគាត់ថាអញ្ចឹងនេះថាម្សិលមិញថ្ងៃសិលបានគាត់ឲ្យប្រយ័ត្នមកប្រយ័ត្នកោហើយជាពិសេសក្នុងព្រៃទៀតមិនចាំបាច់ថ្ងៃសិលនិយាយទៅឲ្យក្នុងព្រៃក្នុងកន្លែងផ្ទុំអីចឹងគួរតែប្រយ័ត្នមកប្រយ័ត្នកោហើយជាពិសេសចំថ្ងៃសិលទៀតអញធ្ងន់ណាស់គ្នាខ្ញុំគិតថានេះគេលេងគាត់ស្រាដោយសារតែនេះឲ្យជួបក្នុងសុបិនទេអត់សូវខ្លាំងទេប៉ុន្តែខ្ញុំស្ដាប់រឿងផ្សេងទៀតណាអាចខ្លាំងជាងនឹងមែនតែនមកមិនយកសពទេមកជួបមែនតែន100បន្ទាប់ពីនិយាយចឹងហើយអ៊ំស្រីក៏បានប្រាប់ឲ្យបងទាំងអស់គ្នាទៅអត់ធូបកន្លែងសក្ការៈបូជាប្រចាំកន្លែងហ្នឹងថាទៅសុំកម្មាទោសឬក៏ទៅសុំទោសពីទង្វើពីពាក្យសម្ដីអីចឹងណាគ្នាពួកគាត់បានទិញចេកទិញទឹកទិញផ្លែឈើអីយកទៅសែងកន្លែងគ្របបូជាដើម្បីសុំអភ័យទោសសុំកម្មាទោសអីចឹងទៅហើយបន្ទាប់មកគាត់ក៏បានចេញមកបំពេញវិញទៅហើយតាមផ្លូវក៏មានរឿងអីកើតឡើងដែរអ្នកគ្នាហើយដោយសារពេលហ្នឹងមកសៀបត្រូវធ្ងន់ជាងគេទៅក៏គាត់បើកម៉ូតូអត់បានដែរឲ្យគេបើកជំនួសអីចឹងទៅងាប់ឲ្យខ្ញុំភ្លេចនិយាយនឹងគ្នាតាំងពីដើមរឿងថាគាត់ទៅតែ3ម៉ូតូទេបងម៉ៅគាត់ជិះម្នាក់ឯងបងវុតគាត់ជិះមួយបងរុនហើយបងទុំជិះមួយបងសៀបពេលមកហ្នឹងបងសៀបអ្នកដប់បងទុំប៉ុន្តែពេលទៅវិញដោយសារបងសៀបត្រូវធ្ងន់ចឹងបងទុំដប់បងសៀបវិញចឹងទៅបងម៉ៅគាត់បានប្រាប់ថារឿងមានតែប៉ុណ្្នឹងទេបន្ទាប់ពីមកពេញហើយពួកគាត់ក៏បានបែកជើងគ្នាទៅផ្ទះរៀងខ្លួនឯទៅហើយក៏មានរឿងអីកើតឡើងទៀតដែរគាត់ថាបងសៀបចាប់តាំងពីពេលហ្នឹងមកមាត់គាត់ក៏រៀងចិត្តជាងមុនដែរគាត់អត់សូវលមាស់មាត់ដែរអ្នកគាត់និយាយមកចឹងណាអូខេនេះអញ្ចឹងរឿងចប់ហើយប៉ុន្តែតាមខ្ញុំស្ដាប់រឿងរបស់បងម៉ៅក៏មានកំណត់អប់រំខ្លះដែរបែរថាមិនចំពោះតែអមនុស្សឬក៏តំបន់ណាទេមាត់យើងគួរតែរក្សាឲ្យស្រួលបែរថាកុំចេះតែនិយាយឃើញអីចេះតែនិយាយគេហៅមាត់អត់គម្របណាគ្នាមាត់ត្រីក៏ភ្លៀងអីហ្នឹងបែរថាយើងគួរតែរក្សាមាត់យើងហ្នឹងឲ្យមានរបៀបរៀបរយអីបន្តិចទៅឧទាហរណ៍មកសៀបជាគំរូណាគ្នាទៅដល់កណ្ដាលព្រៃភ្នំអ៊ំស្រីប្រាប់ថាប្រយ័ត្នមាត់ហ្នឹងគាត់នៅអត់ស្ដាប់គាត់នៅឌឺគេទៀតណាដល់ហើយឃើញអាស្រមបាក់បែកទៅនិយាយឌឺដងដាក់គេទៀតនេះបើគេខឹងខ្លាំងគេចង់យកក៏បានដែរគ្នាពួកគាត់ទៅប្រមាថគេដល់កន្លែងហ្មងនិយាយទៅអូយជឿហ្មងមនុស្សមកសៀបនេះកំពូមនុស្សហើយទៅមនុស្សឌឺអញ្ចឹងតើជួបម្ដងនឹងត្រូវហើយអូខេគ្នាចឹងរឿងក្នុងភាគនេះមានតែប៉ុណ្្នឹងទេបើគ្នាចូលចិត្តកុំភ្លេច like subscribe ឬក៏ share អីចឹងណាគ្នាហើយបើសិនជាអ្នកគ្នាមានរឿងចង់ឲ្យ admin លើកមកនិយាយអីអាចឆាតទៅតាម Telegram របស់ admin ដែលតម្លាក់ក្នុង comment ឬក៏ក្នុង description អីចឹងទៅចឹង admin ចង់ដឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយជម្រាបលា